ជំរាបសួរបងប្អូនបាទដល់តែឃើញច្បាស់អញ្ចឹងបានដឹងថាទឹកដីមិនធម្មតាបងប្អូនបាទនេះអូគេរុំបាទរុំហើយចងអត់ត្រូវទេបងប្អូនបាទរុំខុសនឹងឯងបងប្អូនបាទនេះគឺជារបៀបចងខ្សែបងប្អូនចងដើម្បីងាយស្រួលក្នុងការស្រាយងាយស្រួលក្នុងការរឹតចំបើងបងប្អូនយើងរឹតបានតឹងល្អហើយវាមិនរបូតបងប្អូនបាទពេលដែលយើងចេះចងរបៀបនេះទៅយើងអាចយកទៅប្រើការក្នុងការងារប្រចាំថ្ងៃបានបងប្អូនតឹងល្អហើយទៅដល់ណាក៏អត់ជ្រុះដែរបងប្អូនបាទគាត់តែយើងចេះចងរបៀបនេះយើងទាញមួយទំហឹងហើយនៅតែវាអត់របូតបាទហើយបងប្អូនមើលចុះគឺតឹងល្អបងប្អូនបាទយើងចងមិនថាចងចំបើងទេបងប្អូនបាទចងអីក៏បានដែរឲ្យតែចេះចងដោយដែលរបៀបដែលបានបង្ហាញនៅក្នុងវីដេអូអញ្ចឹងណាបងប្អូនបាទឥឡូវនេះយើងចងហើយមួយហើយបងប្អូនបាទយើងក៏ចាប់ផ្ដើមបន្តទៅចងជួរផ្សេងទៀតបងប្អូនយើងចងពី3ដងទៅដំបូងយើងគិតថាពិបាកដូចបង្ហាញនៅខាងមុនអញ្ចឹងណាបងប្អូនបាទយើងអាចចងពី3ដងទៅគឺថាងាយស្រួលហើយបងប្អូនបាទហើយនេះមិនទៅតែភ្លៀងរួចបាទយើងមកដឹកអត់តន់ណាបងប្អូនអញ្ចឹងហើយចំបើងយើងក៏វារៀងធ្ងន់ជាងមុនដែរបងប្អូនបាទពោះវាចូលទឹកភ្លៀងបាទនេះគេរៀនចងហើយគេថាមើលខ្ញុំអាចចងបានហើយប៉ុណ្ណឹងស្រួលសោះហ្នឹងណាបាទដូចជាដើមចងហើយបាទរុំពី3ជុំបាទគឺគេទាញមកបាទគឺចងបែបនេះគឺអត់ត្រូវទេបងប្អូនបាទព្យាយាមមើលវីដេអូនេះឲ្យបាន2ដងទៅបងប្អូនបាទយើងនឹងអាចចេះចងបានហើយបងប្អូនបាទបងប្អូនខ្លះគាត់ចេះហើយនៅឡើយតែបងប្អូនខ្លះផ្សេងទៀតដែលគាត់អត់ចេះចងអញ្ចឹងណាបាទវីដេអូនេះខ្ញុំថតខ្លួនឯងបងប្អូនបាទតែខ្ញុំរៀនចងពីគេដែរអញ្ចឹងណាបងប្អូនបាទចងបែបនេះគឺបាទងាយមែនតើហើយជាប់ទៀតផងបងប្អូនបាទជាប់ចងបែបនេះគឺទៅដល់ណាក៏អត់របូតដែរបាទនេះរឹតមកទំហឹងដៃក៏នៅតែក៏នៅតែជាប់មិនរបូតបាទผมឃើញរុំតិចអញ្ចឹងណាបងប្អូនผมឃើញរុំតិចអញ្ចឹងថាអត់ជាប់ចងបែបនេះគឺជាប់ខ្លាំងបងប្អូនបាទឥឡូវនេះយើងបានចិត្តហើយបងប្អូនជារួចរាល់ហើយយើងមកដល់ខ្សែតូចវិញម្ដងចាំមើលចងខ្សែតូចរបៀបនេះថាជាប់អត់ទេបងបាទនេះគឺអត់កើតអត់យកជាកាយបងប្អូនបាទឥឡូវនេះយើងចាប់ផ្ដើមចងហើយបងប្អូនបាទមួយរុំតែ2 3ជុំគឺថាបាទអែមតែម្ដងបងប្អូនឥឡូវនេះយើងចិត្តហើយបងប្អូនបាទនៅសល់បន្តិចទៀតហើយបាទរត់ហើយបងប្អូនអត់របូតទេបងប្អូនគឺធានាឲ្យតែចងបានដូចក្នុងវីដេអូនេះគឺជាប់ខ្លាំងបងប្អូនផ្សេងច្រើនខ្ញុំឃើញគេគួចខ្សែអញ្ចឹងណាបងប្អូនគួចទៅពេលច្រើនគឺដាច់ហើយពេលដែលយើងស្រែកដុំគួចនឹងវិញក៏មិនងាយដែរបងប្អូនបាទពេលច្រើនគឺគេទុកអញ្ចឹងឯងបាទមិននេះគឺជាការចងរបស់យើងបងប្អូនបាទបងប្អូនវីដេអូប្រហែលជាមានតែប៉ុណ្្នឹងទេបងប្អូនបាទនេះបង្ហាញម្ដងទៀតបងប្អូនបាទអរគុណបងប្អូន